នៅថ្ងៃនេះខ្ញុំនឹងនាំប្រិយមិត្តទៅជីកកកាយរឿងរ៉ាវរសើបដែលកំពុងគំរាមកំហែងសន្តិសុខសកលតាំងពីអន្ទាក់មរណៈការចាប់ជំរិតនិងទារុណកម្មនៅក្បែរប្រទេសយើងគឺនៅលើទឹកដីថៃរហូតដល់ហេតុការណ៍ប៉ុនប៉ងធ្វើឃាតដ៏រន្ធត់កណ្ដាលរដ្ឋធានីវ៉ាស៊ីនតោនទៅលើលោកប្រធានាធិបតីដូណាល់ត្រាំនិងការបត់បែននៃសង្គ្រាមមជ្ឈមបូព៌ាដែលអាចទាញពិភពលោកឲ្យធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរកុំឲ្យខាតពេលយូរយើងទៅស្វែងយល់លម្អិតរឿងរ៉ាវជាមួយនឹងខ្ញុំដូចតទៅនេះប្រិយមិត្តទស្សនិកជនយើងចាប់ផ្ដើមបើកឆាកជាមួយនឹងព័ត៌មានដ៏ព្រឺព្រួចបំផុតមួយដែលកំពុងតែកើតឡើងនៅជិតខាងប្រទេសយើងនេះឯងស្ថានទូតចិនប្រចាំទីក្រុងបាងកកប្រទេសថៃបានទម្លាក់សារព្រមានកម្រិតពណ៌ក្រហមនេះមិនមែនជាការព្រមានលេងសើចទេតែជាការប្រកាសអាសន្នដល់ពលរដ្ឋខ្លួនទាំងអស់ឲ្យប្រុងប្រយ័ត្នប្រយែងខ្ពស់បំផុតចំពោះអ្វីដែលហៅថាអន្ទាក់មរណៈនៅតាមបណ្ដោយព្រំដែនថៃនិងមីយ៉ាន់ម៉ាយោងទៅតាមសារព្រមាន China Daily ក្រុមអក្រិតជនបានប្រើប្រាស់ល្បិចកលយ៉ាងរលូនដោយបានបោះនុយជារូបភាពសន្យាផ្ដល់ប្រាក់ខែខ្ពស់ឬកញ្ចប់ទេសចរតម្លៃថោកគួរឲ្យចង់ទៅកំសាន្តប៉ុន្តែតើអ្នកណាទៅដឹងថាផ្លូវឆ្ពោះទៅរកឋានសួគ៌បានคล้ายទៅជាច្រកចូលទៅកាន់ឋានរូបផ្ទាល់តែម្ដងនៅពេលដែលជនរងគ្រោះជាន់ទឹកដីព្រំដែនជាពិសេសតំបន់ក្បែរទន្លេមេយពួកគេនឹងត្រូវក្រុមប្រដាប់អាវុធចាប់បង្ខំបញ្ជូនឆ្លងដែនដោយខុសច្បាប់ចូលទៅតំបន់គ្រប់គ្រងដែលក្រុមឧទាមដូចជានៅតំបន់មីយ៉ាវ៉ាឌីនៃប្រទេសមីយ៉ាន់ម៉ានៅទីនោះជនរងគ្រោះត្រូវបានបង្ខំឲ្យធ្វើការជាទីស្ករសម័យទំនើបនៅក្នុងឧស្សាហកម្មឆបោកតាមអនឡាញបើមិនធ្វើតាមគោលដៅពួកគេត្រូវប្រឈមមុខនឹងការវាយដំបងឆក់ខ្សែភ្លើងបង្អត់អាហារនិងការឃុំឃាំងនៅក្នុងបន្ទប់ងងឹតស្ថានទូតចិនបានសង្កត់ធ្ងន់ថានេះគឺជាការគំរាមកំហែងដល់អាយុជីវិតផ្ទាល់តែម្ដងចំណុចដែលយើងត្រូវវិភាគនៅទីនេះតើហេតុអ្វីបានជាបណ្ដាញនេះអាចចាក់ឫសយ៉ាងជ្រៅតាមពិតទៅតំបន់ព្រំដែននោះគឺជាតំបន់ប្រភេទដែលច្បាប់រដ្ឋពិបាកនឹងលូកដៃដល់ដោយសារមានការខុបខិតពីក្រុមប្រដាប់អាវុធមូលដ្ឋានស្ថានទូតចិនមិនត្រឹមតែព្រមានពលរដ្ឋខ្លួនទេថែមទាំងបានផ្ញើសារព្រមានធ្ងន់ទៅកាន់ក្រុមអក្រិតជនទាំងនោះថាប្រទេសចិននឹងចាត់វិធានការច្បាប់យ៉ាងចាស់ដៃបំផុតដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធនេះជាមេរៀនមួយដ៏ធំមិនត្រឹមតែសម្រាប់ជនជាតិចិននោះទេសូម្បីតែប្រជាជននៅក្នុងតំបន់អាស៊ានក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ចកុំឲ្យលងជឿលើការងារស្រួលប្រាក់ខែខ្ពស់ដែលផ្សាយតាមវីដេអូខ្លីៗឲ្យសឥឡូវនេះយើងងាកទៅមើលសហរដ្ឋអាមេរិកវិញម្ដងពិភពលោកទាំងមូលស្ទើរតែកាំងបេះដូងកាលពីយប់ថ្ងៃទី25ខែមេសាឆ្នាំ2026កន្លងទៅនេះនៅក្នុងពិធីដ៏អធិកអធមមួយគឺពិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានដែលប្រមូលផ្ដុំទៅដោយអិសរាជជនជាន់ខ្ពស់និងអ្នកសារព័ត៌មានល្បីៗប្រចាំទីក្រុងវ៉ាស៊ីនតោនស្រាប់តែមានរឿងមួយដែលដឹកស្មារតីមិនដល់បានកើតឡើងសារព័ត៌មាន TRTV បានរាយការណ៍ថាគណៈកម្មវិធីកំពុងដំណើរការសំលេងផ្ទុះអាវុធបានបន្លឺឡើងយ៉ាងក្រក្រៅសារភាពចលាចលការស្រែកផ្អើលឈឺឆាកបានកើតឡើងភ្លាមអ្វីដែលកាន់តែលឿនជាងសំឡេងទៅទៀតនោះគឺក្រុមភ្នាក់ងារសម្ងាត់អាមេរិកបានស្ទុះទៅចោមរោមការពារលោកប្រធានាធិបតីដូណាល់ត្រាំរួចជំនះលោកចេញពីវេទិកាដោយសុវត្ថិភាពក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះតែរឿងមិនទាន់ចប់ទេប្រិយមិត្តយោងតាមភ្នាក់ងារសារព័ត៌មានអាណាដូឡូកងកម្លាំងពិសេសមិនបណ្ដោយឲ្យជនដៃដល់រួចខ្លួននៅឡើយប្រតិបត្តិការក្តៅគគុកបានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នៅនឹងកន្លែងលោកដូណាល់ត្រាំក្រោយមកបានចេញសារបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកថាក្បាន់កំភ្លើងត្រូវបានចាប់ខ្លួនហើយលោកបានកោតសរសើរយ៉ាងខ្លាំងដល់ភាពក្លាហានរបស់ក្រុមសន្តិសុខសំណួរបានសួរថាតើនរណាជាអ្នកនៅពីក្រោយការប៉ុនប៉ងនេះតើវាជារឿងនយោបាយក្នុងស្រុកឬមានជាប់ពាក់ព័ន្ធនឹងចំនួនភូមិសាស្ត្រនយោបាយនៅក្រៅប្រទេសជាពិសេសនៅក្នុងកាលៈទេសៈដែលអាមេរិកកំពុងតានតឹងជាមួយនឹងអ៊ីរ៉ង់ភ្នាក់ងារសម្ងាត់បន្តបិទបាំងអត្តសញ្ញាណជនសង្ស័យនៅឡើយតែការស៊ើបអង្កេតពិតប្រាកដនិងលាតត្រដាងការពិតគួរឲ្យភ្ញាក់ផ្អើលមួយជាមិនខាននិយាយអំពីភាពតានតឹងនៅមជ្ឈមបូព៌ាលោកដូណាល់ត្រាំទើបតែបានដើរអុកមួយក្តារយ៉ាងចាស់ដៃដល់ទីក្រុងតេហឺរ៉ង់ទីភ្នាក់ងារសារព័ត៌មាន BBC បានផ្សាយថា
លោកត្រាំបានទាញប្រាំងលោកចៅផែនការបញ្ជូនលោក Jared Kushner ដែលជាកូនប្រសារនិងជាប្រេសិតពិសេសទៅចូលរួមកិច្ចចរចាសន្តិភាពនៅក្នុងទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានភ្លាមៗតែម្ដងលោកត្រាំបានប្រើវោហារស័ព្ទនយោបាយដ៏ល្បីល្បាញរបស់លោកដោយសរសេរនៅលើបណ្ដាញ Truth Social នៅក្នុងន័យថាអាមេរិកមានសញ្ញាបៀល្អបំផុតនៅក្នុងដៃរីឯអ៊ីរ៉ង់គ្មានសល់អ្វីទេថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងតែវង្វេងវង្វាន់ឆ្លោះគ្នាឯងបើចង់និយាយគ្នាគ្រាន់តែលើកទូរស័ព្ទទេមកខ្ញុំមកការលេងផ្លូវចិត្តនេះបានធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាជីដែលខិតខំធ្វើដំណើរទៅប៉ាគីស្ថានហាក់ដូចជាខំមាត់សង្កត់ចិត្តអ្វីដែលយើងត្រូវដឹងនោះចំនួននេះមិនត្រឹមតែរឿងមុខមាត់ទេតែវាជារឿងដង្ហើមសេដ្ឋកិច្ចពិភពលោកច្រកសមុទ្រហូម៉ូដែលជាផ្លូវបង្ហូរប្រេងប្រមាណជា 20% នៃពិភពលោកកំពុងក្លាយទៅជាចំណុចខ្មាំងអ៊ីរ៉ង់រឹតបន្តឹងផ្លូវទឹកអាមេរិកបញ្ជូននាវាចម្បាំងទៅគៀបសង្កត់ទន្ទឹមនឹងគ្នានេះសង្គ្រាមពាក់ព័ន្ធក៏កំពុងតែឆេះសន្ធោសន្ធៅដោយអ៊ីស្រាអែលក្រោមការដឹកនាំរបស់លោក Benjamin Netanyahu បានបើកការវាយប្រហារភ្នែកបន្ទោទៅលើក្រុម Hezbollah នៅក្នុងប្រទេសលីបង់សម្លាប់មនុស្សអស់ 4 នាក់ដែលធ្វើឲ្យបាត់ឈប់បាញ់បានคล้ายទៅជាក្រដាសសខ្មៅតើនៅមជ្ឈមបូព៌ានឹងផ្ទុះសង្គ្រាមធំដែរឬទេតាមសម្ដីលោកត្រាំគឺវាមិនទាន់ដល់ថ្នាក់នោះទេតែអ្នកវិភាគមើលឃើញថាស្ថានភាពនេះប្រៀបដូចជាក្របបែករងចាំតែពេលវេលាផ្ទុះតែប៉ុណ្ណោះនៅពេលដែលអាមេរិកនិងអ៊ីរ៉ង់កំពុងតែសម្លក់មុខគ្នាប្រទេសទូគីដែលជាមហាអំណាចកម្រិតតំបន់បានចេញមុខដើរតួជាអ្នកសង្គ្រោះទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅក្នុងទីក្រុងឡុងថារដ្ឋមន្ត្រីការបរទេសទូគីលោកហាកាន់ហ្វីដាន់បានបោះសម្ដីយ៉ាងគួរឲ្យចាប់អារម្មណ៍ថាទូគីត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបញ្ជូនក្រុមអ្នកជំនាញបច្ចេកទេសទៅបោះសម្អាតគ្រាប់មីននៅក្នុងច្រកសមុទ្រហូម៉ូប៉ុន្តែទូគីមិនមែនទៅដោយភ្នែកងងឹតនោះទេលោកហ្វីដាន់បានដាក់លក្ខខណ្ឌដាច់ខាត់មួយថាលុះត្រាតែអាមេរិកនិងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមុនសិនលោកបានបញ្ជាក់យ៉ាងច្បាស់ថាប្រតិបត្តិការនេះគឺជាកាតព្វកិច្ចមនុស្សធម៌ដើម្បីសន្តិសុខផ្លូវទឹកពិភពលោកតែបើភាគីណាមួយបំពានកិច្ចព្រមព្រៀងហើយបង្កចំនួនជាថ្មីទូគីនឹងដកកងទ័ពជំនាញរបស់ខ្លួនចេញភ្លាមនេះបង្ហាញអំពីយុទ្ធសាស្ត្រទូតដ៏ឆ្លៀសវៃរបស់ទូគីនៅក្នុងការលើកដំកើងមុខមកខ្លួនឯងនៅលើឆាកអន្តរជាតិក្នុងនាមជាអ្នករក្សាសន្តិភាពស្របពេលដែលកំពុងរុញច្រានឲ្យមហាអំណាចទាំងពីរត្រូវតែរកដំណោះស្រាយដោយសន្តិវិធីងាកទៅកាន់ទ្វីបអឺរ៉ុបវិញសង្គ្រាមដែលបានអូសបន្លាយរ៉ាំរ៉ៃនៅអ៊ុយក្រែនហាក់កំពុងរកឃើញច្រកថ្មីមួយទៀតសារព្រមាន UAYR បានចុះផ្សាយថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបើកភ្លើងខៀវយល់ព្រមចូលរួមកិច្ចចរចាត្រីភាគីអ៊ុយក្រែនអាមេរិករុស្ស៊ីដោយជ្រើសរើសយកប្រទេសអាស៊ែបបៃសង់ជាទីតាំងបណ្ដាហេតុអ្វីបានជាជ្រើសរើសយកប្រទេសអាស៊ែបបៃសង់នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីលោកអ៊ីហាមអាលីយ៉ូលោក Zelensky បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន 6 ពាក់ព័ន្ធទៅនឹងថាមពលកសិកម្មនិងសន្តិសុខអាស៊ែបបៃសង់គឺជាប្រទេសសម្បូរព្រេងនិងឧស្ម័នដែលអាចជួយធានាសន្តិសុខថាមពលដល់អ៊ុយក្រែននិងអឺរ៉ុបបានអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសម្ដីរបស់លោកគីរីឡូប៊ូដាណូប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញថាទីក្រុងគៀវនិងទីក្រុងមូស្គូកំពុងខិតជិតរកគ្នាហើយបើទោះបីជាកន្លងមកការចរចាត្រូវជាប់គាំងដោយសារតែរដ្ឋបាលលោកដូណាល់ត្រាំរវល់ដោះស្រាយបញ្ហានៅមជ្ឈមបូព៌ាក៏ដោយក៏ពេលនេះភាគីទាំងសងខាងហាក់កំពុងបន្ធូរបន្ថយលក្ខខណ្ឌតានតឹងរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមនេះជាសញ្ញាដ៏ល្អបំផុតមួយដែលអាចផ្លាស់ប្ដូរសណ្ដាប់ធ្នាប់អឺរ៉ុបឡើងវិញបានទាំងស្រុងជាចុងក្រោយខ្ញុំសូមនាំប្រិមិត្តទៅមើលរឿងរ៉ាវដ៏គួរឲ្យរំភើបមួយចេញពីគំនរបែកបាក់យោងទៅតាមសារព័ត៌មាន UPI កាលពីចុងសប្តាហ៍កន្លងទៅនេះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិង West Bank បាននាំគ្នាទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះគឺជាការបោះឆ្នោតលើកទី1ហើយនៅក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនៅក្នុងទីក្រុង Deir al-Balah ដែលធ្លាប់តែរងការទម្លាក់គ្រាប់បែកខ្ទេចខ្ទីនាពេលនេះពលរដ្ឋបានដើរទៅកាន់ហັບឆ្នោតលោកសាឡាម៉ាបាត់វ៉ាន់
ដែលបានដឹកដៃប្រពន្ធទៅបោះឆ្នោតបាននិយាយទាំងក្តីរំភើបថាអ្នកដឹកនាំត្រូវតែជ្រើសរើសដោយដៃប្រជាជនមិនមែនតពូជនោះទេលក្ខខណ្ឌពិសេសនៃការបោះឆ្នោតនេះគឺរៀបចំដោយអាជ្ញាធរប៉ាឡេស្ទីនដោយតម្រូវឲ្យបេក្ខជនទាំងអស់ទទួលស្គាល់គោលការណ៍របស់អង្គការរំដោះប៉ាឡេស្ទីន PLO គឺជាការទទួលស្គាល់រដ្ឋអ៊ីស្រាអែលនិងដំណោះស្រាយរដ្ឋពីរគណៈបក Fatah មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងឡើយប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមហាម៉ាត់បែរជាចេញមុខគាំទ្រការបោះឆ្នោតទៅវិញទោះបីជាមានពលរដ្ឋចូលរួមត្រឹមតែ 5% ដោយសារតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីតែកាយវិការនេះគឺជានិមិត្តរូបនៃការរស់រានឡើងវិញនៅលទ្ធិប្រជាធិបតេយ្យនិងក្តីសង្ឃឹមសន្តិភាពសម្រាប់ប្រជាជននៅទីនោះតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះព្រឹត្តិការណ៍ក្តៅៗប្រចាំថ្ងៃនេះតើអន្ទាក់នៅប្រទេសថៃនឹងត្រូវបានលុបបំបាត់ដែរឬទេតើពិភពលោកនឹងមានសន្តិភាពឬសង្គ្រាមថ្មីនឹងផ្ទុះឡើងសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូមួយនេះអរគុណចំពោះការទស្សនាតាមពីដើមដល់ចប់បើប្រិយមិត្តពេញចិត្តវីដេអូមួយនេះកុំភ្លេច Like Share និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃសូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងសុវត្ថិភាពជួបគ្នាពេលក្រោយសូមអរគុណសូមជម្រាបលា